ចឹងខ្ញុំបង្កើត table មួយទៀតឥឡូវនេះយើងបាន table មួយឯងឈ្មោះថា TVL student 2017ចឹងខ្ញុំបង្កើត table មួយទៀតឈ្មោះថា table របស់យើងគឺឈ្មោះថា table province នេះ create table ចឹងខ្ញុំកន្លែងនេះខ្ញុំដាក់ថា p code មានថា province code ចឹងនៅការ type របស់វាខ្ញុំយកជា number មួយដែរខ្ញុំដាក់ province ខ្មែរ province English ចឹងខ្ញុំបង្កើតតែ3ហ្នឹងទេទី1គឺ province ខ្មែរទី2គឺ province English ចាអានេះ P code មានថាលេខរៀងរបស់ខេត្តខ្ញុំ save វាមកខ្ញុំដាក់ថា TVL province TVL province 2017ដាក់សេរី17លេខគ្នាហ្មងprovince តែ province ខុសចឹងឡើយនេះយកនៅទៅមកចឹងបានហើយចឹងយើងបាន table មួយទៀតឈ្មោះថា table province នេះ2017នេះ table province ចឹងយើងមិនបាច់ដូរ font នេះក៏បានដែរអា font នៅក្នុងនេះគឺគេអត់យកទៅប្រើអីទេគាត់ថាឲ្យយើងពេលយើងបញ្ចូលទិន្នន័យចឹងយើងបញ្ចូលតែមកថាជា4 10ហ្នឹងទៅដើម្បីងាយស្រួលដល់ពេលយើងបង្កើតជា tab បង្កើតជា form ចឹងយើងបញ្ចូលតាមរយៈ form ងាយស្រួលជាងនេះចឹងយើងបាន table មួយទៀតហើយឈ្មោះថា province